សហព័ន្ធគេចេញច្បាប់បើយើងចូលហើយចេញមកវិញបើក្លឹបគេផ្សេងគេយក1000ផងសាន់មករឿងថ្មីមួយរឿងទៀតហើយកូនសិស្សលោកគ្រូក្រាក់សម្ពោះបានបង្ហោះសំណេរយ៉ាងដូចនេះថាខ្ញុំបានក្រាក់កូនភ្លោះជាអតីតកូនសិស្សរបស់លោកគ្រូក្រាក់សម្ពោះខ្ញុំបានសុំលោកគ្រូក្រាក់សម្ពោះផ្លាស់ប្ដូរក្លឹបតែគាត់ទារទឹកប្រាក់ខ្ញុំចំនួន$1500ខ្ញុំគ្មានលទ្ធភាពនោះទេសូមសហព័ន្ធកីឡាប្រដាល់គុនខ្មែរជួយដោះស្រាយខ្ញុំផងនៅមានរឿងជាច្រើនទៀតដែលខ្ញុំមិនអាចនឹងបកស្រាយនៅពេលនេះចំពោះរឿងនេះដែរអ្នកមិនដឹងគឺមិនដឹងទេថាគ្នារស់នៅជាមួយនឹងរឿងលាក់ទុកដល់កម្រិតណាទៅនឹកគិតថាលោកគ្រូគឺជាកីឡាករចំនួនចាស់មានក្បាច់ល្អអាវុធល្អទើបគ្នាឬកីឡាករទាំងអស់ទៅស្នាក់អាស្រ័យនៅក្លឹបលោកគ្រូសង្ឃឹមថាអាចនឹងល្បីមានមុខមាត់ក្នុងវិស័យមួយនេះតែរឿងដូចជាមិនចេះចប់សោះអ្វីគ្រប់យ៉ាងគឺលុយអាណិតក្មេងៗផងលោកគ្រូអ្នកគ្រូអើយ$1500គ្នាក្មេងៗម្លឹងទៅរកលុយឯណាទៅឲ្យលោកគ្រូទៅពេលគេសភាអីប្រាប់វាអត់មានប្រាប់ថាលោកគ្រូអីអ្នកគ្រូអីដកភាគរយអីទេមិននិយាយឡើយហ្នឹងទេហើយប្រាប់វាថាខ្ញុំជូនគ្រូទៅបើបានខ្ញុំបានលុយច្រើនខ្ញុំជូនគ្រូជាចោះទៅមិននិយាយវាប្រាប់ច្រើនទេប៉ុណ្ណឹងទៅលឺ